នេះជារឿងរ៉ាវនៃឃាតករ Dnipro Petrovsk ដែលបានកាត់ឡើងនៅក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ2007វាជាសោកនាដកម្មមួយដែលពាក្យពេចន៍ធម្មតាហាក់ដូចជាមិនអាចវិពណ៌នាឲ្យអស់ពីភាពសាហាវឃោរឃៅរបស់វាបានឡើយសារសម័យតែមើលនៅក្នុងរដូវក្តៅឆ្នាំ2007នៅក្នុងទីក្រុង Dnipro Petrovsk ដែលជាទីក្រុងធំទី4នៅក្នុងប្រទេសអ៊ុយក្រែនទីក្រុងដែលធ្លាប់តែមានភាពអ៊ូអរជីវិតពោរពេញទៅដោយភាពសប្បាយរីករាយស្រាប់តែប្រែទៅជាទីក្រុងមួយដែលគ្របដណ្ដប់ទៅដោយស្បៃអន្តកាលនៃភាពភ័យខ្លាចផ្លូវដែលធ្លាប់តែមានមនុស្សម្នាធ្វើដំណើរប្រែជាស្ងាត់ជ្រងំនៅពេលយប់ព្រោះតែដំណឹងនៃការសម្លាប់មនុស្សជាបន្តបន្ទាប់បានលេចលឺឡើងចំនួនជនរងគ្រោះគឺមិនមែនតិចតួចនោះទេរហូតដល់21នាក់ត្រឹមតែរយៈពេល22ថ្ងៃប៉ុណ្ណោះមានចាប់តាំងពីកុមារតូចៗដែលមិនទាន់ដឹងក្តីស្ត្រីដែលមានផ្ទៃពោះរហូតដល់មនុស្សចាស់ជរាដែលគ្មានកម្លាំងតស៊ូនិងសូម្បីតែអ្នកដែលរស់នៅតាមចិញ្ចើមផ្លូវដែលគ្មានផ្ទះសម្បែងក៏មិនត្រូវបានលើកលែងដែរពួកគេទាំងអស់ត្រូវបានសម្លាប់ដោយគ្មានក្តីអាណិតអាសូរអ្នកដែលនៅពីក្រោយអំពើឃោរឃៅទាំងអស់នេះមិនមែនជាអ ுக ្រិតកររាប់សិបនាក់ឬក្រុមម៉ាហ្វៀធំដុំអីនោះទេគឺជាយុវជនត្រឹមតែ3នាក់ប៉ុណ្ណោះពួកគេទាំង3នាក់មានអាយុត្រឹមតែ19ឆ្នាំពួកគេមានឈ្មោះថា Sayenko, Sofronok និង Hansa ដែលគេស្គាល់គាត់ថាជាក្រុមមនុស្សដែលសាហាវយង់ឃ្នងបំផុតនៅក្នុងទីក្រុងនោះហើយប្រហែលជានៅក្នុងប្រវត្តិសាស្ត្រអ ுக ្រិតកម្មរបស់អ៊ុយក្រែនផងក៏មិនដឹងអ្វីដែលធ្វើឲ្យករណីនេះកាន់តែរន្ធត់និងធ្វើឲ្យមនុស្សទូទាំងពិភពលោកមានការតក់ស្លុតមិនអាចប្រព្រឹត្តបាននោះគឺពួកគេមិនត្រឹមតែសម្លាប់តែពួកគេបានថតវីដេអូនិងរូបភាពនៃការសម្លាប់ការធ្វើទារុណកម្មដ៏សែនព្រៃផ្សៃទុកជាអនុស្សាវរីយ៍ទៀតផងមានវីដេអូមួយដែលល្បីល្បាញដោយភាពគួរឲ្យខ្ពើមរអើមគេហៅថា Three Guy One Hammer ឬបកប្រែថាបរិស3នាក់ញញួរមួយបន្ទាប់ពីវីដេអូនោះបែកធ្លាយនៅលើអ៊ីនធឺណិតវាបានធ្វើឲ្យមនុស្សគ្រប់គ្នាបានឃើញមានការតក់ស្លុតរហូតដល់មានអ្នកខ្លះឈឺក្បាលវិលមុខអួតចង្អោរនៅក្នុងវីដេអូនោះបង្ហាញពីការវាយដំធ្វើទារុណកម្មនិងសម្លាប់បុរសចំណាស់ម្នាក់អាយុជាង48ឆ្នាំដោយគ្មានក្តីមេត្តាតើយុវជនទាំង3នាក់នោះមានប្រវត្តិយ៉ាងណាទើបអាចប្រែក្លាយជាសត្វដេរិឆាននៅក្នុងរឿងមនុស្សបែបនេះតាមពិតទៅពួកគេជាមិត្តភក្តិកាលពីកុមារភាពពួកគេទាំង3នាក់កើតនៅឆ្នាំ1988ដូចគ្នានៅក្នុងទីក្រុង Dnipro Petrovskអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺពួកគេសុទ្ធតែជាកូនអ្នកមានមិនមែនមកពីគ្រួសារក្រីក្រលំបាកតក់យ៉ាអីនោះទេពួកគេមកពីគ្រួសារដែលមានឥទ្ធិពលមានមុខមាត់និងទ្រព្យសម្បត្តិគ្រាន់បើឧទាហរណ៍ដូចជាឪពុករបស់ Sofronok គឺជាអ្នកជំនួញដ៏ធំម្នាក់នៅក្នុងក្រុងហើយក៏មានពាក្យចចាមអារាមថាគាត់មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ម្នាក់ដែរចំណែកឪពុករបស់ Sayenko ក៏ជាមន្ត្រីជាន់ខ្ពស់ម្នាក់ទៀតពួកគេទាំង3នាក់ស្គាល់គ្នាតាំងពីអាយុ14ឆ្នាំនៅពេលចូលរៀនសាលាជាមួយគ្នាទោះបីជាមានជីវភាពធូរធារក៏ដោយពួកគេហាក់ដូចជាមានភាពខ្វះខាតផ្នែកផ្លូវចិត្តហើយក៏ចាប់ផ្ដើមស្និទ្ធស្នាលជាមួយគ្នាដោយសារតែពួកគេមានចំណង់ចំណូលចិត្តដូចគ្នានិងបញ្ហាដូចគ្នាទៀត Sayenko និង Sofronok ពួកគេទាំងពីរនាក់មានជំងឺខ្លាចកម្ពស់ឬភាសាអង់គ្លេសហៅថា acrophobia ចំណែក Hansa វិញមានជំងឺខ្លាចឈាមដែលគេហៅថាជំងឺ hemophobia ដោយសារតែជំងឺចម្លែកដូចគ្នាបែបនេះពួកគេក៏នឹកឃើញចង់យកឈ្នះការភ័យខ្លាចទៅលើខ្លួនឯងដើម្បីប្រឈមមុខនឹងការភ័យខ្លាច Sayenko និង Sofronok ដែលខ្លាចកម្ពស់បាននាំគ្នាឡើងទៅឈរលើដំបូលអគារកម្ពស់ប្រហែលជា14ជាន់ហើយថែមទាំងព្យួរខ្លួនឯងនៅលើខ្សែដែកលើដំបូលអគារនោះទៀតផងចំណែក Hansa វិញដែលខ្លាចឈាមត្រូវបាន Sofronok ណែនាំឲ្យចាប់សត្វឆ្កែចចកឬក៏ឆ្មាដែលពង្វេងផ្លូវមកធ្វើទារុណកម្មពួកគេចាប់សត្វទាំងអស់នោះដកពោះវៀនព្យួរកហើយថែមទាំងលាបឈាមសត្វជាមួយនឹងនិមិត្តសញ្ញាណាស៊ីទៀតផងសកម្មភាពទៅព្រៃផ្សាយទាំងនេះមិនត្រឹមតែបានជួយឲ្យពួកគេយកឈ្នះភាពភ័យខ្លាចតែបែរជាបណ្ដុះនូវភាពសប្បាយរីករាយក្នុងការធ្វើទារុណកម្មទៅវិញហើយក៏បានបើកផ្លូវឲ្យពួកគេផ្លាស់ប្ដូរគោលដៅពីសត្វទៅជាមនុស្សវិញម្ដងនៅអាយុ17ឆ្នាំ Sofronok បានវាយប្រមាថក្មេងប្រុសម្នាក់និងបានលួចកង់របស់គេគាត់បានលក់វាបន្តទៅឲ្យ Sayenko ទោះបីជាត្រូវបានចាប់ខ្លួនក៏ដោយសារតែអំណាចរបស់ឪពុកម្ដាយនិងអាយុនៅក្មេងផងពួកគេមិនត្រូវបានដាក់ទោសធ្ងន់ធ្ងរអ្វីនោះឡើយរហូតដល់ឆ្នាំ2007ពួកគេនៅតែរស់នៅក្នុងជីវិតដែលគ្មានទិសដៅច្បាស់លាស់ Sayenko ធ្វើជាអ្នកសន្តិសុខបណ្ដោះអាសន្នបានចូលរៀននៅក្នុងវិទ្យាស្ថានលោហៈធាតុមួយកន្លែង Sofronok បើកឡានដែលឪពុកម្ដាយទិញឲ្យធ្វើជាតាក់ស៊ីខុសច្បាប់ចំណែក Hansa វិញធ្វើការងារបណ្ដោះអាសន្នជាច្រើនកន្លែងដូចជាចុងភៅនំប៉័ងជាដើមនៅខែមិថុនាឆ្នាំ2007 Sayenko និង Sofronok បានសម្រេចចិត្តបង្កើតកម្រិតភាពរំភើបរបស់ពួកគេដោយផ្លាស់ប្ដូរគោលដៅពីសត្វទៅជាមនុស្សពួកគេបានរៀបចំផែនការអស់រយៈពេលជាង1ខែដោយជ្រើសរើសជនរងគ្រោះហាក់ដូចជាទន់ខ្សោយងាយស្រួលនឹងវាយប្រហារដូចជាស្ត្រីកុមារមនុស្សចាស់ឬអ្នកដែលរស់នៅតាមចិញ្ចើមផ្លូវឬក៏អ្នកស្រវឹងជាដើមអាវុធដែលពួកគេប្រើគឺសាមញ្ញតែសាហាវបំផុតពួកគេប្រើញញួរសម្រាប់ដំដែក
ដំបងដែកនិងវិសស្រួយតូចៗហាងសារដែលមានជំងឺខ្លាចឈាមមិនបានចូលរួមក្នុងការសម្លាប់ដោយផ្ទាល់នោះទេប៉ុន្តែបានជួយក្នុងការប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះនិងបានជួយរៀបចំផែនការមួយចំនួនការសម្លាប់លើកដំបូងបានកើតឡើងនៅយប់ថ្ងៃទី25ខែមិថុនាឆ្នាំ2007ជនរងគ្រោះគឺជាស្ត្រីអាយុ33ឆ្នាំដែលកំពុងតែធ្វើដំណើរមកផ្ទះវិញបន្ទាប់ពីទៅផឹកតែនៅផ្ទះមិត្តភ័ក្តិរបស់នាងស៊ូហ្វ្រណុកបានលបវាយនាងពីក្រោយដោយញញួរធ្វើឲ្យក្បាលរបស់នាងបែកធ្លាយម្ដាយរបស់នាងបានរកឃើញសាកសពនៅថ្ងៃបន្ទាប់ក្នុងស្ថានភាពដែលគួរឲ្យរន្ធត់បំផុតត្រឹមតែ1ម៉ោងក្រោយមកពួកគេបានសម្លាប់ជនរងគ្រោះទី2ដែលកំពុងតែដេកនៅលើកៅអីសាធារណៈពួកគេវាយក្បាលរបស់គាត់រហូតមិនអាចសម្គាល់មុខបានចាប់ពីពេលនោះភាពឃោរឃៅរបស់ពួកគេបានបន្តឥតឈប់ឈរក្នុងរយៈពេលត្រឹមតែ3អាទិត្យពួកគេបានសម្លាប់មនុស្សជាបន្តបន្ទាប់ដោយបន្សល់ទុកសាកសពនៅតាមផ្លូវនៅតាមសួនច្បារនិងនៅទីសាធារណៈមួយចំនួនធ្វើឲ្យទីក្រុងទាំងមូលនោះរស់នៅក្នុងភាពភ័យខ្លាចជនរងគ្រោះសំខាន់ៗរួមមានដូចជានៅថ្ងៃទី1ខែកក្កដាក្មេងស្រីនិងក្មេងប្រុសម្នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងក្បែរនោះនៅថ្ងៃទី6ខែកក្កដាបុរសអាយុជាង21ឆ្នាំដែលជានិស្សិតដែលទើបតែត្រូវបណ្តេញចេញពីកងទ័ពត្រូវបានវាយជាង15ញញួរហើយពួកគេថែមទាំងបានសរសេរនិមិត្តសញ្ញានៅលើថ្ងាសទៀតផងនៅយប់ដដែលនោះស្ត្រីម្នាក់អាយុ31ឆ្នាំដែលជាសន្តិសុខយាមពេលយប់ត្រូវបានវាយដោយ8ញញួរហើយស្ត្រីម្នាក់ទៀតដែលជាម្ដាយមានកូន3នាក់និងមានប្តីជាជនពិការត្រូវបានសម្លាប់នៅក្នុងក្រុងក្បែរនោះដែរនៅថ្ងៃទី7ខែកក្កដាក្មេងប្រុស2នាក់អាយុ14ឆ្នាំមកពីភូមិជិតខាងដែលទៅស្ទូចត្រីនៅក្បែរនោះពួកគេម្នាក់ត្រូវបានសម្លាប់ចំណែកម្នាក់ទៀតបានរួចផុតពីការតាមសម្លាប់ដោយធ្វើពុតជាស្លាប់រត់គេចខ្លួនបានក្រោយពេលដែលឃាតករដើរចេញទៅគាត់គឺជាសាក្សីដ៏សំខាន់ម្នាក់នៅថ្ងៃទី12ខែកក្កដាលោកពូចំណាស់ម្នាក់អាយុជាង48ឆ្នាំដែលគាត់ទើបតែជាសះស្បើយពីជំងឺមហារីកបំពង់កជិះម៉ូតូចាស់របស់គាត់ទៅលេងចៅគាត់ត្រូវបានវាយនឹងចាក់ដោយវិសជាច្រើនកន្លែងការសម្លាប់នេះហើយដែលត្រូវបានថតជាវីដេអូ Sergei von Hammer ដ៏ល្បីដែលបានបង្ហាញពីភាពសាហាវយង់ខ្នងដែលគ្មានក្រែងញញើតរបស់ពួកគេនៅចន្លោះថ្ងៃទី14រហូតដល់ថ្ងៃទី16ខែកក្កដាស្ត្រីម្នាក់ទៀតអាយុជាង45ឆ្នាំត្រូវបានសម្លាប់នៅពេលដែលកំពុងជិះម៉ូតូតាមផ្លូវជនរងគ្រោះ13នាក់ទៀតរួមមានកុមារនិងអ្នកស្វឹងត្រូវបានសម្លាប់ត្រឹមរយៈពេលខ្លីប៉ុណ្ណោះជនរងគ្រោះជាច្រើនត្រូវបានធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនៅមុនពួកគេស្លាប់អ្នកខ្លះត្រូវបានពួកគេខ្វេះយកគ្រាប់ភ្នែកចេញទាំងនៅរស់ហើយស្ត្រីមានកូនម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានគេទាញយកកូនចេញពីស្បូនរបស់នាងទៀតផងពួកគេបានថតវីដេអូចំនួន12និងរូបភាពជាង300សន្លឹកដែលបង្ហាញអំពីឃាតកម្មនិងសាកសពដែលពួកគេបានបង្កើតឡើងអ្វីដែលគួរឲ្យស្អប់ខ្ពើមនិងមិនអាចលើកលែងបាននោះគឺថាពួកគេបានទៅចូលរួមពិធីបុណ្យសពរបស់ជនរងគ្រោះមួយចំនួនថែមទៀតផងដោយធ្វើពុតជាសោកសៅប៉ុន្តែតាមពិតគឺទៅសើចំអកនិងថែមទាំងធ្វើកាយវិការមិនសមរម្យនៅកន្លែងភ្នោទៀតផងតើមានហេតុផលអ្វីនៅពីក្រោយអំពើឃាតកម្មដ៏រង្គាលនិងព្រៃផ្សៃទាំងនេះតាមការស៊ើបអង្កេតគឺមិនមានហេតុផលច្បាស់លាស់ណាមួយនោះឡើយពួកគេមិនបានសម្លាប់ដើម្បីផលប្រយោជន៍ហិរញ្ញវត្ថុទោះបីជាពួកគេបានលួចទ្រព្យសម្បត្តិខ្លះពីជនរងគ្រោះក៏ដោយក៏វាមិនមែនជាគោលដៅចម្បងរបស់ពួកគេដែរនៅក្នុងការសួរចម្លើយសាយិនកូបាននិយាយថាពួកគេធ្វើដើម្បីភាពរំភើបនិងដើម្បីបង្ហាញពីភាពក្លាហានដាក់គ្នាទៅវិញទៅមកពួកគេបានអះអាងថាការភ័យខ្លាចកម្ពស់និងការគំរាមកំហែងពីមិត្តភ័ក្តិរួមសាលាកាលពីនៅក្មេងបានជំរុញឲ្យពួកគេស្វែងរកភាពរំភើបតាមរយៈអំពើហិង្សាដើម្បីបង្កើតអនុស្សាវរីយ៍សម្រាប់ខ្លួនឯងមានទ្រឹស្ដីមួយបានលើកឡើងថាពួកគេអាចនឹងថតវីដេអូទាំងនេះដើម្បីលក់ជាវីដេអូឃាតកម្មពិតៗនៅលើទីផ្សារងងឹតប៉ុន្តែប៉ូលីសមិនបានរកឃើញភស្តុតាងណាមួយគាំទ្រទ្រឹស្ដីនេះទេអ្នកខ្លះទៀតបានចង្អុលទៅលើឥទ្ធិពលនៃសង្គមដូចជាការគោរពលទ្ធិណាស៊ីថ្មីដែលបង្ហាញតាមរយៈនិមិត្តសញ្ញានិងកាយវិការដែលពួកគេបានប្រើដូចជាការគូររូបសវស្តិកាឬការលើកដៃគោរពបែប Hitler នៅក្នុងរូបថតមួយចំនួនពួកគេបានបង្ហាញនូវភាពសប្បាយរីករាយថែមទាំងសើចក្អាកក្អាយនៅពេលដែលធ្វើទារុណកម្មជនរងគ្រោះហើយអ្នកចិត្តសាស្ត្របានធ្វើរោគវិនិច្ឆ័យវាជារោគសញ្ញានៃជំងឺផ្លូវចិត្តការសម្លាប់ជាបន្តបន្ទាប់នេះបានធ្វើឲ្យប្រជាជននៅក្នុងទីក្រុង Dnipropetrovsk រស់នៅក្នុងភាពភ័យខ្លាចតក់ស្លុតពុកម្ដាយបានហាម5មិនឲ្យកូនៗចេញទៅដើរលេងនៅពេលយប់ប៉ូលីសក៏បានប្រឈមមុខនឹងសម្ពាធដ៏ធំសម្បើមពីមហាជនពីរដ្ឋាភិបាលកណ្ដាលនៅក្នុងការចាប់ជនល្មើសឲ្យបានឆាប់បំផុតទោះបីជាមានសាក្សីមួយចំនួនបានរាយការណ៍ពីការឃើញបរិសុទ្ធវ័យក្មេងដែលគួរឲ្យសង្ស័យក៏ដោយតែប៉ូលីសនៅតែមានព័ត៌មានតិចតួចក្នុងការបន្តការស៊ើបអង្កេតចំណុចដែលនាំឲ្យមានការបើកផ្លូវក្នុងការស៊ើបអង្កេតក៏បានកើតឡើងនៅថ្ងៃទី13ខែកក្កដាឆ្នាំ2007នៅថ្ងៃនោះស៊ុបហ្វ្រណុកបានព្យាយាមលក់ទូរស័ព្ទមួយគ្រឿងបានលួចពីជនរងគ្រោះម្នាក់ទៅឲ្យហាងប្រចាំមួយកន្លែង
ក៏ធ្វើសកម្មភាពនេះដោយមិនបានគិតមុខគិតក្រោយនោះឡើយនៅពេលដែលម្ចាស់ហាងបើកទូរស័ព្ទនោះមើលស្រាប់តែឃើញរូបថតរបស់ម្ចាស់ដើមដែលជាជនរងគ្រោះម្ចាស់ហាងក៏បានលួចលាក់តាក់ទងទៅប៉ូលីសតាមដានសញ្ញាទូរស័ព្ទនោះនឹងអាចចាប់ខ្លួនសាយិនកូស៊ុបហ្វ្រណុកបាននៅកន្លែងនោះតែម្ដងខណៈពេលដែលពួកគេកំពុងរងចាំយកលុយហាសាត្រូវបានចាប់ខ្លួននៅផ្ទះរបស់គាត់បន្ទាប់ពីព្យាយាមបំផ្លាញភស្តុតាងមួយចំនួនដូចជាទូរស័ព្ទនិងគ្រឿងអលង្ការដែលបានលួចនៅក្នុងការសួរចម្លើយដំបូងពួកគេហាក់ដូចជាមិនមានការភ័យខ្លាចអ្វីសោះឡើយថែមទាំងបានផ្ដល់ព័ត៌មានលម្អិតអំពីឃាតកម្មនីមួយៗទៀតផងប៉ូលីសបានរកឃើញវីដេអូនិងរូបភាពដ៏រន្ធត់រាប់រយនៅលើទូរស័ព្ទនិងកុំព្យូទ័ររបស់ពួកគេវីដេអូមួយដែលត្រូវបានបង្ហាញនៅក្នុងតុលាការគឺការធ្វើទរណកម្មនៅលើកូនឆ្មាតូចមួយដែលត្រូវបានគេដំនិងវាយធ្វើបាបយ៉ាងសាហាវព្រៃផ្សៃរហូតដល់វាងាប់ការបង្ហាញវីដេអូនោះបានបង្កឲ្យមានការស្អប់ខ្ពើមនិងកំហឹងយ៉ាងខ្លាំងពីមហាជននិងអ្នកសារព័ត៌មានដែលបានចូលរួមក្នុងសវនាការនោះសាស័យដែលសំខាន់ដែលជួយឲ្យតុលាការកាត់ទោសជនល្មើសរួមមានស្ត្រីចំណាស់ម្នាក់ដែលបានរួចផុតពីការវាយប្រហារដោយញញួរក៏ត្រូវបានវាយពីក្រោយប៉ុន្តែសំណាងល្អឆ្កែរបស់គាត់ព្រោះទាន់ព្យាយាមការពារនិងបណ្ដេញជនល្មើសទាំងអស់នោះចេញសាស័យវ័យក្មេងម្នាក់ទៀតគឺក្មេងប្រុសអាយុ14ឆ្នាំដែលបានរៀបរាប់ខាងលើគាត់រួចផុតពីការស្លាប់ដោយការធ្វើពុតជាស្លាប់ការជំនុំជម្រះក្តីបានចាប់ផ្ដើមនៅខែមិថុនាឆ្នាំ2008នៅក្នុងទីក្រុង Dnipropetrovsk តុលាការបានប្រឈមមុខនឹងភស្តុតាងដ៏ច្រើនលើសលប់រួមទាំងវីដេអូនិងរូបភាពដែលត្រូវបានបង្ហាញនៅក្នុងសវនាការនៅថ្ងៃទី11ខែកុម្ភៈឆ្នាំ2009ជនរងគ្រោះទាំង3ត្រូវបានរកឃើញថាមានទោសសាយិនកូត្រូវបានផ្តន្ទាទោសពីបទឃាតកម្មគិតទុកមុនចំនួន18ករណីការប៉ុនប៉ងឃាតកម្ម5ករណីនិងការធ្វើទរណកម្មសត្វចំនួន1ករណីគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតស៊ូហ្វ្រណូកត្រូវបានផ្តន្ទាទោសពីបទឃាតកម្មចំនួន21ករណីការប៉ុនប៉ងឃាតកម្មចំនួន8ករណីនិងការធ្វើទរណកម្មសត្វចំនួន1ករណីគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដែរហាន់សាត្រូវបានផ្តន្ទាទោសពីបទប្រដាប់អាវុធចំនួន2ករណីដែលកាត់ឡើងមុនពេលមានការសម្លាប់រង្គាលនិងបានទទួលទោសជាប់គុកចំនួន9ឆ្នាំ